ដួងម៉ានិចសម្រាប់ចិត្តបួសលះបង់កោសក់ចំនួន3លើកដើម្បីកាន់សិលជ្រះថ្លាណាស់អ្នកនាងដួងម៉ានិចធ្លាប់ជាតារាសម្ដែងស្រីសេកស៊ីហៃសូម្នាក់មានចិត្តជ្រះថ្លាបួសលះបង់កោសក់ចំនួន3លើកដើម្បីកាន់សិលតារាសម្ដែងអ្នកនាងដួងម៉ានិចបានបង្ហាញពីការកោសក់ចំនួន3លើកដែលមិនមានការស្ដាយស្រណោះបន្ទាប់ពីតារាសម្ដែងរូបនេះបានលះបង់ការងារសិល្បៈស្ទើរតែទាំងស្រុងដែលចាប់យកផ្លូវធម៌ជំនួសវិញដើម្បីរក្សាសេចក្តីស្ងប់ក្រោយនាងបានសម្រេចចិត្តរៀបការមានគ្រួសារអស់រយៈពេលប៉ុន្មានឆ្នាំមកនេះធ្លាប់ជាតារាសម្ដែងបែបសេកស៊ីអ្នកនាងដួងម៉ានិចហាក់មិនមានការសោកស្ដាយនៅរូបសម្រស់របស់ខ្លួនឡើយផ្ទុយទៅវិញដោយមានការស្រឡាញ់និងមានសេចក្តីជ្រះថ្លានៅក្នុងផ្លូវធម៌អ្នកនាងហ៊ានលះបង់ដោយការកោសក់ចំនួន3លើកជាប់គ្នាការសម្រេចចិត្តកោសក់ចំនួន3លើកពីអ្នកនាងដួងម៉ានិចនាពេលនេះត្រូវបានអ្នកនាងអះអាងថាគោលបំណងរបស់នាងគឺធ្វើឡើងក្នុងន័យបួសក្នុងព្រះពុទ្ធសាសនាហើយបានដឹងនៅអត្ថប្រយោជន៍នៃព្រះធម៌ផងដែរ